Okay, so todayជួបគ្នានៅក្នុងកម្មវិធី Fiverr with 5 tense 5គ្រាស័ព្ទជាមួយនឹង5កាលលើចូលដល់គ្រាស័ព្ទទី4គឺ rise ប្រែថាសរសេរឬក៏កត់ត្រានៅក្នុង example ស្តីនឹងគ្រាស័ព្ទមុនយើងមាន example ចំនួន5ប្រយោគត្រូវនឹង5កាលដូចតទៅហើយកុំភ្លេចគ្រាស័ព្ទ rise គឺមានទម្រង់នឹងក្នុងការប្របែកគ្រាស័ព្ទគឺ write wrote written ដោយសារតែវាគឺជាក្រុមកិច្ចសព្ទ irregular verb កិច្ចសព្ទបន្ទាត់អូខេ number 1 present simple បច្ចុប្បន្នកាលធម្មតា I write every day ខ្ញុំសរសេរជារៀងរាល់ថ្ងៃ number 2 present continuous បច្ចុប្បន្នកាលកំពុងបន្ត I am writing now ខ្ញុំកំពុងសរសេរឥឡូវនេះឬក៏ខណៈពេលនេះខ្ញុំកំពុងសរសេរ number 3 past simple អតីតកាលធម្មតា I wrote yesterday ខ្ញុំបានសរសេរកាលពីម្សិលមិញ number 4 present perfect បច្ចុប្បន្នកាលសម្បូរបែប I have written for 2 hours ខ្ញុំបានសរសេររយៈពេល2ម៉ោងមកហើយ number 5 future simple អនាគតកាលធម្មតា I will write tomorrow ខ្ញុំនឹងសរសេរនៅថ្ងៃស្អែក Okay អាន example ម្ដងទៀត I write every day I am writing now I wrote yesterday I have written for 2 hours I will write tomorrow Thank you so much អរគុណច្រើន